Flambe. សួស្តីអ្នកទាំងអស់គ្នានេះគឺជាដំណើរកម្សាន្តចុងក្រោយបញ្ចប់ឆ្នាំទី4របស់ខ្ញុំនៅខេត្តកំពតនិងខេត្តកែបដែលជាឱកាសសាងអនុស្សាវរីយ៍ល្អៗសាងនូវស្នាមញញឹមដែលបង្កប់នូវភាពរីករាយរូបភាពស្អាតៗនិងបទពិសោធន៍កម្សាន្តនៅលើឆ្នេរសមុទ្រខេត្តកែបជាមួយនឹងមិត្តភ័ក្តិក៏ដូចជាលោកគ្រូនៅក្នុងបំណាច់ឆ្នាំសិក្សាទី4របស់ខ្ញុំនៅសាកលវិទ្យាល័យ Betty អន្តរជាតិនៅពីក្រោយភាពរីករាយទាំងអស់នេះក៏មានរឿងរ៉ាវជាច្រើនដែលអ្នកគ្នាអត់បានដឹងផងដែរបោះទៅក្រោយមួយថ្ងៃមុនពេលដំណើរកម្សាន្តមកដល់នេះគឺជាសកម្មភាពរៀបចំទិញរបស់របរមួយចំនួនសម្រាប់ដំណើរកម្សាន្តរបស់មេធីមរបស់យើងគឺកញ្ញារាមនីហើយថ្ងៃនេះដែរពីអ្នកមេធីមគឺថាចេញក្លុកផ្សារឯករាជ្យ2រើសពេលគក់រើសស្វាយរើសតបែកដើម្បីចាត់ទឹកហូបកម្សាន្តលើរថយន្តក្រែងលោមានអ្នកបូឡានអីហៅរបស់ជូជូកុំឲ្យពួកគាត់សាបមាត់ហើយនៅក្នុងថ្ងៃនោះដូចគ្នាតម្រូវឲ្យពួកយើងបានចេញពីធ្វើការមកគឺថាយប់ដែរហើយអញ្ចឹងពីអ្នកពួកខ្ញុំគឺថារើសយកឆក់ពេញខោប៉ុន្តែគិតលុយតថ្លៃធម្មតាហើយបន្ទាប់ពីទិញគ្រឿងបញ្ជូនរួចរាល់ហើយមេធីមខ្ញុំក៏មិនភ្លេចដែរគឺគាត់គិតគូរដល់មែនតើជ្រៀតចូលទៅទីរបស់គ្រឿងខ្លាំងមួយចំនួនទៀតសម្រាប់បងផ្សេងទៀតផងដែរចំណែកឯនៅផ្ទះលោកគ្រូរុទ្ធានេះវិញគឺថាបងបញ្ញាម្នាក់ទៀតគឺគាត់បានត្រៀមបៀចំនួន2កែសដើម្បីដាក់ចូលក្នុងសបក high-tech ព្រោះអីដើម្បីកុំឲ្យអាក្រក់មើលព្រោះអីយើងគឺជានិស្សិតហើយជាលទ្ធផល2កែសនេះគឺថាអត់បានយកទៅទេដោយសារសាលាមិនអនុញ្ញាតដូច្នេះគឺ game over ដល់ថ្ងៃទី9ពួកយើងក៏បានមកជួបជុំគ្នានៅសាកលវិទ្យាល័យហើយជិះឡានទៅជាមួយគ្នាដល់សាស្ត្រអាហារពេលព្រឹកនិងឆែកអវត្តមានជាមួយនឹង Weinstein ដ៏សស្ចារ្យរបស់យើងគឺលោកគ្រូរំចិត្តតានេះឯងហើយក្រោយពីរថយន្តបានវិលកង់ទៅមិនយូរប្រហែលយើងក៏បានឈានចូលមកដល់គោលដៅទី1គឺរបងប៊ូទូរ៉េនហើយយើងក៏បានថតរូបជុំគ្នាបន្តមកទៀតយើងក៏បានធ្វើដំណើរមកដល់កន្លែងសេះសមុទ្រគឺជាកន្លែងដែលខ្ញុំមានការកើតជាការងខ្លាំងមែនតើដោយសារតែហេតុអីបានជាខ្ញុំមកចំពេលសេះសមុទ្រហ្នឹងដេកអត់បាញ់ទឹកចំណែកលោកខ្ញុំវិញគឺថាអត់មានខ្វល់ថាសេះសមុទ្រហ្នឹងបាញ់ទឹកឬមិនបាញ់ទឹកគឺថាឈរថមរកទេសភាពតែម្នាក់ឯងតែម្ដងចុងក្រោយសរុបមកគឺខ្ញុំងតែម្នាក់ឯងងមួយសេះសមុទ្របន្ទាប់ពីងអស់ចិត្តហើយគឺថាថ្ងៃរសៀលកាន់តែខ្ពស់យើងក៏បានធ្វើដំណើរបន្តមកដល់ខេត្តកែបហើយយើងក៏បានញ៉ាំអាហារថ្ងៃត្រង់ 4-5 មុខនៅកញ្ចក់ជុំគ្នាយ៉ាងរីករាយយ៉ាងខ្ជិលខ្ជូតជាពិសេសគឺបកងរសជាតិឆ្ងាញ់តែម្ដងមើលហើយទៅថាមិត្តភក្តិរបស់ខ្ញុំគឺខ្ជូតយ៉ាងណាហើយពីណាគេថាលោកខ្ញុំអង្គុយដោយអាចារ្យ No ឈប់សកម្មភាពនឹងភ្លាមឥឡូវនេះខ្ញុំសូមមកវាយអារម្មណ៍អ្នកទាំងអស់គ្នាមកមើលអំពីចាយម្នាក់មកកញ្ចក់សតតែឯងចឹងហ្មងហ៎អូយដូចស្អាតហេសុំសម្ភារតិចមើលឆ្ងាញ់អត់អាបើថាអត់ឆ្ងាញ់ទេក៏មិនកើតដែរអាលីងយ៉ងនៅតែឯងហូបមិនដែរមកកូនឈប់ស៊ីអាហូបឯងជឿនេះអូមានកូនពីអត់ហេម៉មសៀកឈុតមើលអញ្ចឹងហើយបើសិនជាថាមកហូបនឹងបន្តទៅបែកទៀតគឺជារឿងដ៏ចម្លែកហើយស៊ីម៉មឥឡូវនេះគឺថាជិះកង់3ឡើងភ្នំតែម្ដងគឺថាដើម្បីទៅរកកាហ្វេនៅក្រោមក្រំវាអត់សូវឆ្ងាញ់ទេដោយសារតែអីគឺកាហ្វេនៅក្រោមក្រំវាអត់សូវផ្អែមឥឡូវនេះគឺយើងបានមកដល់កាហ្វេលើភ្នំហើយក៏ប៉ុន្តែមានរឿងរ៉ាវចម្លែកមួយដែលបានកើតឡើងនៅទីនោះផងដែររឿងហ្នឹងគឺថាហេមិនអត់មានកាហ្វេអូអត់មានកាហ្វេបាត់ទេនេះបងប្អូនក្មេងវិញផ្ទះបងប្អូននេះអ៊ុយតែមិនអីស្អាតដែរកាមេរ៉ាចំលីនដាបញ្ជូចូលបដ ாய் សប្បាយចិត្តដែររំមួយសិននេះកុំឲ្យចូលតែឯងខោពីលីនដាបញ្ជូយើងហើយឥឡូវយើងនឹងមកបញ្ជូគាត់វិញសិនគឺថា MUC 010,000 Miss Universe កំពតនឹងហើយនិយាយលេងទេអញ្ចឹងដំណើរកម្សាន្តរបស់យើងលើកនេះគឺមានតែប៉ុណ្ណឹងឯងលោកកងសូមជម្រាបលាបាយបាយ